តាក់ទងទាំងរឿងបញ្ហាព្រំដែនរបស់យើងខ្លីទេរឿងនេះជារឿងទាំងអស់គ្នាមិនមែនតែរឿងយើងទេរឿងទំនាក់ទំនងរបស់យើងក៏ដូចជាប្រជាជនថៃដែលយើងមានកំពុងតែមានប្រឈមនៅវិជាសាមួយដែលលំបាកហើយទាមទារឲ្យការដោះស្រាយប្រកបដោយការថ្លឹងថ្លែងបំផុតបាទខុសមួយជំហានអាចមានបញ្ហាធ្ងន់ខាសមួយជំហានអាចមិនសម្រេចភារកិច្ចហើយធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញម្សិលមិញនេះអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីមប្រាហ៊ីមដែលគាត់ជាប្រធានបដូវវេនអាស៊ានបានទូរស័ព្ទមកខ្ញុំល្ងាចក្រោយពីខ្ញុំប្រជុំរឿងហិរញ្ញវត្ថុផែនការយើងហើយម៉ោងប្រហែលជាល្បាក់5កន្លះល្ងាចនៅយើង6កន្លះនៅគាត់ក៏សួរពីស្ថានភាពហើយពីចំហរបស់កម្ពុជារឿងព្រំដែនកម្ពុជាថៃដែលកើតមានឡើងប្រមាណពីសប្តាហ៍មុនឈានទៅដល់ការវិវត្តនៅព្រំដែនកម្ពុជាថៃរឿងនេះខ្ញុំបានប្រាប់ចំហរបស់គាត់កម្ពុជាប្រើប្រាស់ឲ្យដោយខ្ញុំបាននិយាយជាសាធារណៈកន្លងទៅចំហរបស់កម្ពុជាវិធីសាស្ត្រអភិក្រមរបស់កម្ពុជាប្រើ3ទី1គឺប្រើយន្តការបច្ចេកទេសយន្តការបច្ចេកទេសគឺការខិតខំដោះស្រាយតាមគណៈកម្មការព្រំដែនទាំងពីរប្រទេសដោយប្រើប្រាស់លិខិតបទដ្ឋានគតិយុត្តផែនទីដែលបានឯកភាពគ្នាក្នុងការប្រើប្រាស់ហើយក្នុងករណីកម្ពុជាថៃគឺយើងឯកភាពគ្នាតាមរយៈកិច្ចព្រមព្រៀងឆ្នាំ2000ដែលហៅថា MOU 2000ដើម្បីទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការដោះស្រាយដោយយកផែនទីដែលគណៈកម្មការកំណត់ព្រំដែនបារាំងសៀមឆ្នាំ1907ផែនទីធ្វើឆ្នាំ1904យើងយកនៅសន្ធិសញ្ញាឆ្នាំ1907នឹងលិខិតបន្ទាប់ផ្សំដើម្បីជាគោលហើយផែនទីនោះគឺផែនទី1លើ200,000នៅក្នុងការដោះស្រាយសម្រាប់មកជួរព្រំដែនរបស់យើងពី800គីឡូម៉ែត្រជាងថា805គីឡូម៉ែត្រតែខ្ទង់800គីឡូម៉ែត្រដែលចាប់ផ្ដើមតាំងពីមុំបីរហូតទៅដល់ខេត្តកោះកុងចាំជាបើយន្តការនេះទៅមិនរួចយើងប្រើយន្តការអន្តរជាតិច្បាប់អន្តរជាតិទី1យន្តការច្បាប់អន្តរជាតិផ្អែកទៅលើមូលដ្ឋានដើម្បីដោះស្រាយគ្រឿងបច្ចេកទេសតែបើសិនជាអានឹងទៅមិនរួចទេគឺយើងប្រើប្រាស់យន្តការទី3ច្បាប់អន្តរជាតិកន្លែងខ្លះយើងប្រើភាគីទី3ដូចនៅព្រំដែនកម្ពុជាឡាវកម្ពុជាវៀតណាមយើងពឹងបារាំងរឿងការបោះពុំជួយមើលរឿងផែនទីរឿងអីហ្នឹងបើថា2នាក់ហ្នឹងវាតល់ច្រកទៅហើយយើងនៅរ៉ាំរ៉ៃទៀតក៏វាទៅមុខហើយហេតុអីបានជាយើងចង់ដោះបញ្ចប់ដើម្បីកុំឲ្យកូនខ្មែរជំនាន់ក្រោយរាប់រយឆ្នាំនៅតែសង្គ្រឹះថ្មិញដាក់គ្នាបន្តិចតិចរហូតទៅវាយគ្នាជាមួយប្រទេសជិតខាងដើម្បីបញ្ចប់ថ្ងៃមុនមានអ្នកខ្លះជេរសម្ដេចតេជោអ្នកនយោបាយមួយចំនួននៅក្រៅប្រទេសថាម៉េចរាប់រយឆ្នាំឲ្យគេមិនយកមកដោះស្រាយហេតុអីក៏សម្ដេចតេជោយករឿងព្រំដែនមកដោះស្រាយសំណួរសួរថាក្នុងនាមជាមេដឹកនាំនយោបាយយើងចង់សង្ងំមួយខ្លួនទុកឲ្យកូនចៅខ្មែរនៅវាយគ្នារហូតទុកឲ្យព្រំដែននៅតំបន់មុំបីនៅអីហ្នឹងយើងអត់ដឹងថាពីណានៅពីណាអត់ដឹងថាដើរទៅកន្លែងណាគេមកចាប់គេចូលមកកន្លែងណាយើងចាប់ចូលវាយគ្នារហូតអត់ទេព្រំដែនហ្នឹងវាជាអកុសលពីជំនាន់រាប់រយឆ្នាំមុនប្រហែលជា100ឆ្នាំបើព្រំដែននេះវា70ឆ្នាំគត់មុននឹងខ្ញុំកើតឆ្នាំ77អនុសញ្ញាបារាំងសៀមគឺឆ្នាំ1907សម្ដេចតេជោកើតឆ្នាំផ្ទង់50ជាងអញ្ចឹងក៏កន្លះសតវត្សមុនសម្ដេចតេជោលោកកើតតែបើយើងទុកអានឹងរាប់រយឆ្នាំទៀតឲ្យកូនចៅខ្មែរយើងកូនចៅវៀតណាមកូនចៅឡាវកូនចៅថៃនៅបន្តមិនទាន់ដាច់គ្នាហើយអាតំបន់នឹងនៅទុកចោលរហូតគិតថាអានឹងតំបន់សមាននានលូកការអភិវឌ្ឍមិនមែនកំណត់ព្រំដែនអីច្បាស់លាស់តើយើងនៅមានបញ្ហាទេអញ្ចឹងយើងត្រូវដោះដោយទទួលខុសត្រូវអញ្ចឹងបើដោះទ្វេភាគីហើយមិនជាប់មានតែទៅយន្តការអន្តរជាតិដើម្បីជៀសផុតពីបញ្ហាទី3ហើយយន្តការទី3ក្នុងករណីចាំបាច់បើសិនជាមានការឈ្លានពានទឹកដីយើងប្រើប្រាស់កម្លាំងយើងប្រើប្រាស់កម្លាំងប្រដាប់អាវុធប៉ុន្តែ
ជំហានទី3នេះវាគ្មានផលប្រយោជន៍សម្រាប់ប្រទេសណាទេយើងធ្លាប់វាយគ្នាហើយ2008 2011ប៉ុន្តែកងទ័ពនិងកងកម្លាំងប្រដាប់អាវុធរបស់យើងការពារទឹកដីយើងពៀនប៉ុន្តែអតិភិបគឺជំហាន2ខាងមុខទី1យន្តការពេលភាគីដោះស្រាយទី2យន្តការអន្តរជាតិដើម្បីយើងប្រឹងអញ្ចឹងខ្ញុំបានប្រាប់ទៅអេដាមអាន់វ៉ាកម្ពុជាប្រកាន់ជំហរ4ជំហរទី1គឺកម្ពុជាប្រកាន់ដាច់ជាប់ជានិច្ចនៅគោលជំហររក្សាសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃនិងក៏ដូចជាមួយប្រទេសជិតខាងនេះគឺជាគោលការណ៍ដែលយើងប្រកាន់ខ្ជាប់ជានិច្ចព្រោះបងប្អូន800គីឡូម៉ែត្រនេះប្រជាពលរដ្ឋយើងរាប់លានអ្នកនៅទល់មុខគ្នាបានផលជាមួយគ្នាអ្នកខ្លះការគ្នាប្តីប្រពន្ធប្តីខ្មែរប្រពន្ធថៃប្រពន្ធខ្មែរប្តីថៃរស់នៅព្រំដែនតាំងពីយូរខ្មែរលើខ្មែរសរិទ្ធនិយាយតែខ្មែរដាក់តែគ្នាសេដ្ឋកិច្ចទៅវិញទៅមកអញ្ចឹងកុំឲ្យរឿងកន្លែងតូចមួយកន្លែងណាវារៀលទូទាំងប្រទេសអញ្ចឹងការធានានៅសន្តិភាពស្ថិរភាពមិត្តភាពនិងដោះស្រាយដោយបច្ចេកទេសល្អត្រូវប្រកាន់ហើយយើងមានទំនាក់ទំនងរបស់ប្រជាជនយើងទាំងនេះហើយខ្ញុំសូមអរគុណណាស់ប្រជាពលរដ្ឋយើងដែលរួមគ្នាមិនឲ្យបញ្ហានេះរីកហើយក៏ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេសធ្វើយ៉ាងណាកុំឲ្យបញ្ហាដោះស្រាយនៅចំណុចព្រំដែនប្រមាណចំណុចនេះទៅជារឿងរៀលដាលរហូតទៅដល់ខ្លាយទៅជាចំនួនជាតិសាសន៍នេះគឺមិនចំណេញសម្រាប់ប្រជាពលរដ្ឋយើងទេយើងមានថៃរស់នឹងធ្វើការនៅយើងមានប្រជាជនរស់នឹងយើងនៅទីនោះពាណិជ្ជកម្មជាមួយគ្នាម្សិលមិញមានប្រជាពលរដ្ឋថៃប្រហែលជា200នាក់ទៅបាតកម្មនៅមុខទូតយើងនៅបាងកកពេលជាមួយគ្នាមានអ្នកពីក្រៅប្រទេសមួយចំនួនស្រែកខ្មែរយើងលើកគ្នាទៅបាតកម្មនៅទូតថៃអារឿងនឹងហើយយើងធ្លាប់ដូច2001ម្ដងបាតកម្មចុះឡើងជ្រុលវាយដុតទូតដោយព័ត៌មានខ្លាំងខ្លាបង្កើតកំហឹងរវាងប្រជាជននិងប្រជាជនបងប្អូនដែរនៅបាងកកប្រជាជន5លាននាក់ជាងបូកទាំងនៅជុំវិញបាងកកជាង11លាននាក់បើប្រជាជនថៃទាំងអស់ស្អប់ខ្មែរមិនមែនតែ200នាក់ទៅបាតកម្មទេនិយាយឲ្យត្រង់ចឹងបងទៅអញ្ចឹងបានន័យថាប្រជាជនយើងទាំងពីរមានអ្នកស្រឡាញ់ជាតិអ្នកខ្លះស្មារតីជាតិនិយមជ្រុលតិចប៉ុន្តែរឿងព្រំដែនទុកឲ្យរឿងព្រំដែនហើយជឿទុកចិត្តលើរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងជាអ្នកដោះស្រាយបញ្ហានៅកន្លែងណាដែលកើតហេតុក្រៅពីនឹងកុំពង្រីកបញ្ហាទៅជាទំនាស់រវាងជាតិនិងជាតិបាទព្រោះបើសិនជាជាតិនិងជាតិគឺរៀលពេញប្រទេសចាប់ខ្មែរបញ្ជូនចាប់ថៃបញ្ជូនទៅវិញទៅមកវាអត់ទេយើងរក្សាស្ថិរភាពរក្សាសាមគ្គីភាពមិត្តភាពរឿងវាកើតវាដោះបញ្ចប់អញ្ចឹងរឿងនេះខ្ញុំសូមឲ្យបងប្អូនរក្សាភាពនឹងនៅភាពស្ងៀមស្ងាត់ជឿទុកចិត្តលើរាជរដ្ឋាភិបាលការប្រើប្រាស់យន្តការបច្ចេកទេសយន្តការច្បាប់អន្តរជាតិនិងបើចាំបាច់ការពារបូរណភាពទឹកដីប្រើប្រាស់យន្តការកងកម្លាំងប្រដាប់អាវុធរបស់យើងដើម្បីការពារដោះស្រាយបញ្ហាការពារបូរណភាពទឹកដីរបស់យើងកុំចូលបង្កើតជាចំនួនតាម Facebook ឈានទៅដល់ការវាយគ្នានៅថៃមានអ្នកជ្រុលនិយមអ្នកជានិយមឃើញប្រកាសឲ្យចាប់ខ្មែរបដិញចេញឲ្យមានហាងខ្លះគេបាក់ឈប់លក់ទៅឲ្យខ្មែរតែសួរថាមកក្រុងបាងកកគ្រប់គ្នាតាមពួកគេទេអត់ទេអញ្ចឹងអ្នកនោះនៅជាភាគតិចតែបើប្រជាជនខ្មែរប្រជាជនថៃចាប់ផ្ដើមជុលគ្នាឡងគ្នាទៅវិញទៅមកទូទៅវាបង្កើតនៅរឿងផ្សេងអានឹងហើយគឺជាបញ្ហាបាទអញ្ចឹងខ្ញុំសូមឲ្យកាន់គោលជំហរទី2របស់រាជរដ្ឋាភិបាលគឺការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីនិងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឲ្យបានឆាប់រហ័សឆាប់ចប់ជាស្ថាពរជាជាងបន្សល់ទុកបញ្ហានេះឲ្យអូសបន្លាយរ៉ាំរ៉ៃយូរទៅទៀតដែលអាចបង្កចំនួនតាមព្រំដែន
hãy đây ban chỉ dương thử vô chấm nói buồn đi với tư môn nâng tư dương tư khất khom đó sẽ phải nhà chạy tết vì việc kỳ dương ban khất khom hơi nơi cái lại đi tăng pi pon chuyện là hốt từ đó vay cái này pi pon đã bùi hãy thay ní cho là chết đi dôm trang song khang bàn rung từ đó và cao pa nhà ha nơi khăn ông cầm nứt rồi bao bị chia bớt là hốt từ đó con toạp tha đầm bòn nô chia về xe đầm bòn tập bọt thôm cả ra tập bọt thôm cứ chia là bao riêng luôn đôi phía kia trang song khang mật bàn toàn miền cô chụp họ plei cá tay cho là na Facebook cho là na bị chia chân ban vừa oi smart đây chia để dùng đi việc rong tràn từ đó cả cái thà chuột kèn mình ai bị na đọ thôi bạn hai bật tốc du Việt nơi ta đây là vô miền bị na đọ miền ta hai nẹt thì bay và đọ đầm bay miền bay giá có bay chia viếng cá và đạo là hồi từ đó conกำลังទាំងសងខាងប្រជុំមុខគ្នាដូចរាល់ថ្ងៃនេះមិនមែនប្រជុំមុខតែក្នុងអង្គភាពតបជាមួយតបប្រមាណទេប្រមាណអ្នក10អ្នកទល់10អ្នក100អ្នក100អ្នកអានេះគឺរីកធំដើម្បីបញ្ជៀសបញ្ហាយើងត្រូវយកកិច្ចការងារនេះទៅដោះស្រាយព្រោះអាចជំរឿសទី1វាកៀងហើយអាដោះស្រាយទ្វេភាគីនេះដោយសារភាគីយើងបានឯកភាពគ្នាតាម MOU ឆ្នាំ2000ប្រើប្រាស់ផែនទីឆ្នាំ1904បូកជាមួយនឹងសន្ធិសញ្ញាឆ្នាំ1907នឹងឯកសារពាក់ព័ន្ធអាហ្នឹង MOU និយាយចឹងតែដល់ជាក់ស្ដែងភាគីថៃប្រើប្រាស់ផែនទី1លើ50,000ដែលគូសឯកតោភាគីខ្លួនឯងភាគីខ្មែរក៏មានផែនទី1លើ50,000របស់ខ្លួនអញ្ចឹងយកឈ្នះរីខ្លួនទាញមកចូលយន្តការដោះស្រាយ MOU អត់ទេប៉ុន្តែឥឡូវអ្វីដែលជាប់គាំងគឺចលនាជាតិនិយមទាំងសងខាងនេះបានធ្វើឲ្យអានឹងដាក់គេហៅថាដាក់ចាប់ប្រាំងដាក់មីនមិនឲ្យថយឯខ្លួនដែរអញ្ចឹងដើម្បីដោះគឺមានតែរុញទៅតុលាការយុត្តិធម៌អន្តរជាតិខ្ញុំសួរអេដាមខ្ញុំប្រាប់ចំហនឹងទៅអេដាមអាន់វ៉ាគាត់ថាអញ្ចឹងដែរកាលពីសិង្ហបុរីហើយម៉ាឡេស៊ីឆ្លោះគ្នារឿងដែនទឹកគាត់ធ្វើអញ្ចឹងដែរគាត់ឆ្លោះគ្នានៅអាកន្លែងមួយនោះគឺអាបណ្ដុំកោះកៅបណ្ដារាប្រាំងកាម៉ាឡេស៊ីចាប់ផ្ដើមទៀមទានៅឆ្នាំ79តតែឆ្នាំ2008បានដោះចប់ទៅប្តឹង ICJ ដំបូងឡើយព្យាយាមដោះស្រាយទ្វេភាគីប៉ុន្តែអត់ទេ10ឆ្នាំដំបូងគឺថាប្រទែងបតុងគ្នាទៅទាញមកដល់អញ្ចឹងឆ្នាំ89 10ឆ្នាំក្រោយគឺសិង្ហបុរីប្រមូលម៉ាឡេស៊ីទៅ ICJ ត5ឆ្នាំក្រោយបានម៉ាឡេស៊ីឯកភាពទៅអញ្ចឹងធ្វើការរយៈ14ឆ្នាំក្រោយឯកភាពគ្នាទៅបានដោះស្រាយចេញព្រោះជាប់គាំងហើយអញ្ចឹងយន្តការទៅភាគីទី3នេះគឺជាយន្តការល្អបំផុតនៅក្នុងពេលដែលយន្តការទ្វេភាគីជាប់គាំងប្រទែងបតុងគ្នាហើយជាពិសេសប្រឈមគ្នារហូតទៅដល់ការផ្ទុះនៅក្នុងការបដាអាវុធដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសនិងប្រទេសមានបញ្ហាអញ្ចឹងដើម្បីពលុតបញ្ហានេះឲ្យចប់ជាស្ថាពរកុំឲ្យនៅរ៉ាំរ៉ៃអាចវាយគ្នាទៅមុខទៀតឬមួយឆ្លោះគ្នារាប់សិបឆ្នាំទៅមុខទៀតដោយសារភាពច្បាស់លាស់យន្តការទ្វេភាគីយើងបានឯកភាពគ្នាហើយតែមិនទាន់មានការអនុវត្តឥឡូវមានទាំងការជំរុញទាំងស្មារតីជាតិនិយមទាំងសងខាងធ្វើឲ្យថាដំណោះស្រាយតាមបច្ចេកទេសមិនអាចទៅទេព្រោះឥឡូវចាក់សោទាំងសងខាងហើយលែងទទួលស្គាល់រួចទៅហើយដោយសារស្មារតីនេះអញ្ចឹងមានតែហៅយកអ្នកតុលាការយុត្តិធម៌តែម្ដងទៅតុលាការបងទៅកាត់ទៅតុលាការកាត់យ៉ាងម៉េចកម្ពុជាទទួលស្គាល់និងទទួលយកដើម្បីបញ្ចប់បាទនេះគឺជាកិច្ចការសំខាន់មិនមែនការយកទៅតុលាការ ICJ គឺជាការបញ្ឆេះសង្គ្រាមនោះទេគឺជាការបញ្ចប់ភ្លើងជៀសផុតពីការប្រយុទ្ធគ្នាដោយមិនចាំបាច់យើងយកវិធីសាស្ត្រដោះស្រាយនេះទៅ ICJ ដើម្បីដោយសារអាលើដីនេះយើងវាយតម្លៃថាវាជាប់គាំងហើយ
បើកាលត្រឹមតែរឿងចរចាគ្នារឿងផែនទីរឿងមួយប៉ុន្តែដល់អថេមករឿងជាតិនិយមរឿងអីនេះប្រតិកលាគ្នាសង្គ្រឹះដាក់គ្នានេះហើយបានវាជាប់គាំងអញ្ចឹងយើងត្រូវតែទៅអាហ្នឹងយន្តការយើងដែលទៅតុលាការ ICJ បញ្ហាទី3គោលចំណុចទី3គឺយើងក្រៅពី4ចំណុចនេះគឺយើងបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមាបោះបកគោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចទាំង4ដែលយើងយកទៅ ICJ ដោយប្រើប្រាស់យន្តការទ្វេភាគីរវាងគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃយើងមិនចោលយន្តការទ្វេភាគីទេយើងមានយន្តការច្រើនណាស់ទ្វេភាគីរវាងក្រសួងការបរទេសនិងការបរទេសរវាងក្រសួងការពារជាតិនិងក្រសួងការពារជាតិរវាងភូមិភាគនិងភូមិភាគយើងបន្តហើយរឿងព្រំដែននេះ800គីឡូឥឡូវយើងរកបានប្រហែលជា200គីឡូនៅសល់យើងរកបានឥឡូវ44បកគោលលើ73បកគោលនៅសល់រាប់រយគីឡូទៀតដែលត្រូវខណ្ឌសីមាបោះបកគោលព្រំដែនអញ្ចឹងយើងលើកលែងតែកន្លែងតែជាប់គាំងនេះយើងរកអ្នកទី3កន្លែងផ្សេងទៀតយើងបន្តយន្តការទៅតាមការឯកភាពគ្នាដោះស្រាយទៅប្រើព្យាយាមយន្តការទី1បច្ចេកទេសបើសិនជាជាប់គាំងមានបញ្ហាផ្សេងបានយើងទៅយន្តការអន្តរជាតិខ្ញុំឃើញម្សិលមិញអ្នកគ្រូគេហៅចំពិបាកដែរអ្នកនយោបាយគេថាអញ្ចឹងយើងត្រូវតែប្តឹងទូទាំងព្រំដែនទៅឈប់ចរចាសុំបញ្ជាក់លោកទៅវិញតុលាការ ICJ មិនមែនទៅនេះទេជិត200ប្រទេសប្តឹងច្រើនណាស់រឿងច្រើនណាស់អញ្ចឹងករណីមួយមមតែគេទទួលគេត្រូវមានហេតុផលច្បាស់លាស់គេឲ្យដោះស្រាយផ្ទៃក្នុងឲ្យអស់ទ្វេភាគីអ្នកពាក់ព័ន្ធឲ្យអស់ចិត្តសិនបើសិនជាអស់ហើយបានគេទទួលអញ្ចឹងគ្រាន់តែរឿងម៉ាឡេស៊ីនេះហើយសិង្ហបុរីរឿងតកោះប្រមាណតិចមួយហើយព្រំដែនទឹកតាន់តិចមួយគេដោះ20ឆ្នាំប្តឹង10ពី2019ឯកភាពគ្នាឆ្នាំ89ទៅប្តឹងត្រូវការចិត្ត5-10ឆ្នាំដើម្បីដោះស្រាយគ្រាន់តែរឿងប៉ុណ្្នឹងអញ្ចឹងគ្មានពីណាយកផែនទីទាំងមូលព្រំដែន800គីឡូទៅឲ្យ ICJ អង្គុយដោះទេអញ្ចឹងយើងសុកចិត្តយកអា4ចំណុចនេះព្រោះវាទាល់ច្រកទៅហើយយកទៅដាក់ដើម្បីដោះស្រាយទៅតែប្រមាណទៀតយើងត្រូវប្រកាន់រកវិធីដោះស្រាយតាមកិច្ចការដែលឯកភាពគ្នាពី MOU ឆ្នាំ2000ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះបន្តទៅទៀតធ្វើយ៉ាងណាកុំឲ្យវានៅសពេចសពិលគ្រប់កន្លែងបើដោះបានតែ50-70% វាប្រសើរជាងដោះពីប្រសើរជាង 0% ដែលយើងមិនទាន់មានកាយទេយើងឯកភាពគ្នាឃើញបកគោល43យើងនៅមិនទាន់គេថាកំណត់អីស្រួលបួរខណ្ឌសីមាទៅយើងត្រូវបើកមុខព្រួយដើម្បីយើងឈានទៅដល់ការប្រកាសអញ្ចឹងដែលចង់បញ្ជាក់ថាតើរដ្ឋាភិបាលយើងយកទៅ ICJ នឹងដើម្បីបង្កើតសង្គ្រាមអត់ទេគឺយើងចង់ដោះស្រាយបញ្ចប់ជាមួយមិត្តប្រទេសជិតខាងរបស់យើងដោយស្មារតីសន្តិភាពសហប្រតិបត្តិការគោរពគ្នាឯកភាពគ្នាផ្អែកទៅលើមូលដ្ឋានផែនទីពីជំនាន់បារាំងដែលយើងបានឯកភាពគ្នាពីឆ្នាំ2000ដើម្បីបញ្ជាសង្គ្រាមប៉ុន្តែយើងក៏ឈាមលក្ខណៈការពារទឹកដីយើងគ្រប់មធ្យោបាយរួមទាំងកងទ័ពប៉ុន្តែជំហររបស់យើងគឺទោះជាយ៉ាងណាក៏ដោយយើងមិនផ្ដាច់នៅមធ្យោបាយដោះស្រាយបញ្ហាបច្ចេកទេសទ្វេភាគីនៅតាមកន្លែងដែលមិនពាក់ព័ន្ធនេះបន្តទៅទៀតហើយចំណុចទី3គឺទី4គឺបន្តរយៈទំនាក់ទំនងគ្រប់ភាគីទាំងអស់បាទអញ្ចឹង4ចំណុចនេះ4គោលការណ៍នេះដែលខ្ញុំបានប្រាប់ទៅអាដាមអាន់វ៉ាហើយក៏ជាអភិក្រមនឹងគោលការណ៍ដែលរដ្ឋាភិបាលយើងធ្វើដែរយើងមិនចង់យករឿងដែលសេសសល់ពីរាប់រយឆ្នាំទៅឆ្នាំមុនទុកឲ្យសពេចសពើហានិភ័យជ្រោះគ្នារាប់រយឆ្នាំប៉ុន្តែក្នុងការដោះស្រាយនេះយើងក៏ចង់ដោះស្រាយដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់និងបច្ចេកទេសជាជាងការបង្កើតនៅឯរិភាពរវាងគ្នាយើងដោះស្រាយកន្លែងណាដែលទាល់ច្រកអស់បញ្ហាបច្ចេកទេសយើងឈានទៅដល់ច្បាប់អន្តរជាតិរួមទាំងតុលាការអន្តរជាតិទាំង ICJ យុត្តិធម៌អន្តរជាតិប
ប៉ុន្តែពេលជាមួយគ្នាកន្លែងណាដែលយើងត្រូវគ្នាគឺយើងនៅបន្តខិតខំដោះស្រាយប្រើប្រាស់យន្តការទ្វេភាគីរវាងគណៈកម្មការកិច្ចការព្រំដែនរបស់ប្រទេសយើងទាំងពីរដើម្បីឈានទៅវាស់វែងខណ្ឌសីមានិងបោះបកគោលព្រំដែនដើម្បីឲ្យប្រជាពលរដ្ឋយើងទាំងពីរប្រទេសនៅកន្លែងនោះស្រួលធ្វើការជាមួយគ្នាបូកជាមួយនឹងបន្តទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យរួមទាំងកងទ័ពនៅគ្រប់កន្លែងទាំងអស់ដែលយើងធ្វើការទាំងកម្រិតភូមិភាគកម្រិតក្រសួងការពារជាតិកម្រិតគណៈកម្មការជាតិព្រំដែនកម្រិតក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់កម្រិតវិស័យឯកជនរវាងប្រជាជននិងប្រជាជនកម្រិតធុរកិច្ចនិងធុរកិច្ចនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលប្រកាន់យកចំហនៅក្នុងការដោះស្រាយបញ្ហាដោយទទួលខុសត្រូវនៅក្នុងការកើតមាននៅព្រំដែនកម្ពុជាថៃនៅពេលនេះបាទអញ្ចឹងបងប្អូននេះគឺជាចំហដែលខ្ញុំបានបញ្ជាក់ទៅអាដាមអាន់វ៉ាហើយក៏ជាចំហដែលប្រជាពលរដ្ឋទាំងអស់ត្រូវមានទំនុកចិត្តដែលខ្ញុំបានប្រាប់បាទហើយក៏សូមឲ្យបងប្អូនសារជាថ្មីចូលរួមកុំពង្រីកសភាពការឲ្យលើសពីអ្វីដែលជាការចាំបាច់ជាពិសេសគឺចាប់ផ្ដើមកែនគ្នាស្អប់ជនជាតិរើសអើងជាមួយជនជាតិនៃប្រទេសមួយ